អំពើពុករលួយក្នុងយោធាថៃយោធាថៃបានប្រឈមមុខនឹងការចាត់ប្រកាន់ជាយូរមកហើយអំពីអំពើពុករលួយជាពិសេសទាក់ទងទៅនឹងរបៀបដែលខ្លួនទិញអាវុធនិងឧបករណ៍យោធានៅក្នុងឆ្នាំ2014សារព័ត៌មាន Asia Sentinel បានពិពណ៌នាអំពីកម្លាំងកងទ័ពប្រដាប់អាវុធរបស់ប្រទេសថៃជាប្រទេសមួយដែលពុករលួយបំផុតនៅអាស៊ីបញ្ហានេះគឺត្រឡប់មកវិញជាច្រើនសតវត្សជាឧទាហរណ៍ក្នុងសតវត្សឆ្នាំ1980កងទ័ពថៃបានទិញរថពាសដែកគុណភាពរាប់រយគ្រឿងពីប្រទេសចិនគុណភាពនៃការសាងសង់គឺអន់ខ្លាំងណាស់យើងអាចមើលឃើញការធ្លុះពន្លឺតាមរយៈការផ្សារនៅដែកមួយដែលសន្មតថាគឺពាក្យដែកគឺមានភាពមិនប្រក្រតីហើយមានគុណភាពអន់ខ្លាំងណាស់ដែលដែកគឺស្ទើរតែបញ្ចប់ជាមួយនឹងគ្នាក្នុងពេលជាមួយគ្នានោះដែរកងទ័ពអាកាសថៃបានទិញយន្តហោះដែលផលិតដោយចិនតែម៉ាស៊ីនរបស់វាខ្សោយនិងផុយស្រួយដូច្នេះគេត្រូវការអូសពួកវាទៅកាន់ផ្លូវរត់ដើម្បីធ្វើការហោះហើរឡើងហើយបន្ទាប់មកអូសត្រឡប់មកវិញបន្ទាប់ពីចោះចតហើយដើម្បីកុំឲ្យដាក់ម៉ាស៊ីនច្រើនម៉ោងពេកនៅឆ្នាំ1997ប្រទេសថៃបានបញ្ជូននាវាដឹកយន្តហោះដំបូងរបស់ខ្លួនគឺ HTMS Chakri Narrowbat ទោះជាយ៉ាងណាក៏ដោយកប៉ាល់ដ៏កម្រយើងបានឃើញនេះគឺជាសកម្មភាពនៃការប្រើប្រាស់យ៉ាងធ្ងន់ធ្ងរដោយសារតែបញ្ហាមួយនេះហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដាក់រហស្សនាមឲ្យវាថា Titanic ហើយបានហៅវាថាដំរីសដែលមានន័យថាជារបស់មានតម្លៃថ្លៃនិងគួរឲ្យចាប់អារម្មណ៍ប៉ុន្តែភាគច្រើនគឺគ្មានប្រយោជន៍ក្នុងឆ្នាំ2009រដ្ឋាភិបាលថៃក្រោមការដឹកនាំដែលក្រោយមកបានក្លាយជាផ្នែកមួយនៃ NCPO បានយល់ព្រមលើការទិញកប៉ាល់អាកាសដ៏ធំមួយដែលមានឈ្មោះថា Eros 40D S/N21 ដែលគេឲ្យរហស្សនាមវាថា Sky Dragon ការចំណាយគឺខ្ពស់ខ្លាំងណាស់350លានបាតដើម្បីទិញវា 2.8 លានបាតដើម្បីបំប៉ោងវា 280,000 បាតក្នុងមួយខែដើម្បីរក្សានិងការជួសជុលវាទោះបីជាយ៉ាងនេះក្តីកប៉ាល់អាកាសនេះភាគច្រើនបានស្ថិតនៅក្នុងឃ្លាំងអស់ច្រើនឆ្នាំបានបម្រើប្រហែលជា8ឆ្នាំប៉ុណ្ណោះហើយបានធ្លាក់មួយដងមនុស្សជាច្រើនគិតថាគេបានមើលឃើញថាវាគឺជាការខ្ជិះខ្ជាយលុយរដ្ឋាភិបាលមួយទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយោធាថៃបានបំពេញតួនាទីលើសកាតព្វកិច្ចការងារធម្មតាដែលនាំឲ្យមានការព្រួយបារម្ភនិងការរិះគន់ជាខ្លាំងនៅថ្ងៃទី29ខែមីនាឆ្នាំ2016រដ្ឋាភិបាលយោធារបស់ថៃត្រូវបានគេស្គាល់ថាជាក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសន្តិភាពធ្នាប់ NCPO បានចេញដីកាផ្លូវច្បាប់ដែលមានឥទ្ធិពលមួយដែលហៅថាបញ្ជាលេខ 13/2559 ក្រុមផ្នែកទី44នៃរដ្ឋធម្មនុញ្ញបណ្ដោះអាសន្នដីកានេះបានផ្ដល់ឲ្យមន្ត្រីយោធាមានអំណាចដូចគ្នាទៅនឹងមន្ត្រីប៉ូលីសដូចគ្នាដែរដែលអនុញ្ញាតឲ្យពួកគេចាប់ខ្លួនជនណាដែលពួកគេសង្ស័យពីអុក្រិតកម្មដោយមិនចាំបាច់ត្រូវការដីកាជនសង្ស័យទាំងអស់នោះត្រូវបានឃុំខ្លួនដោយសម្ងាត់រហូតដល់7ថ្ងៃដោយមិនត្រូវបានចាត់ប្រកាន់ជាផ្លូវការមន្ត្រីយោធាក្រមបញ្ជានេះត្រូវបានអនុញ្ញាតឲ្យបង្កក់គណនីធនាគាររឹបអូសទ្រព្យសម្បត្តិហាមឃាត់មនុស្សមិនឲ្យធ្វើដំណើរនិងសូម្បីតែឃាត់ខ្លួនជនសង្ស័យនៅក្នុងទីតាំងសម្ងាត់កង្វល់ដ៏ធ្ងន់ធ្ងរបំផុតនោះគឺថាបុគ្គលិកយោធាត្រូវបានផ្ដល់ការការពារផ្លូវច្បាប់ដោយស្វ័យប្រវត្តិដែលមានន័យថាពួកគេមិនអាចត្រូវដាក់ទណ្ឌកម្មហើយមិនមានក្រុមឯករាជ្យណាមួយដើម្បីពិនិត្យឡើងវិញច្បាប់នេះចូលជាច្បាប់ធរមានភ្លាមហើយអ្នករិះគន់បាននិយាយថាវាបានផ្ដល់អំណាចដល់យោធាច្រើនជាងប៉ូលីសប៉ុន្តែដោយមានទំនួលខុសត្រូវសាធារណៈតិចជាងរដ្ឋាភិបាលបានបញ្យល់ថាគោលដៅនៃបទបញ្ជាថ្មីនេះមិនមែនដើម្បីកំណត់សេរីភាពឬបិទបាំងមាត់អ្នករិះគន់នោះទេប៉ុន្តែដើម្បីជួយប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មធ្ងន់ធ្ងរទាំងនេះគឺរួមមានការជួញដូរមនុស្សពលកម្មដោយបង្ខំល្បែងស៊ីសងវេស្យាចារអាជីវកម្មទេសចរខុសច្បាប់បបាយកលតម្លៃនិងការលុបបំពានលើកុមារនិងអាវុធខុសច្បាប់អាជ្ញាធរបាននិយាយទៀតថាមនុស្សដែលត្រូវបានចាប់ខ្លួនក្រោមដីកានេះនឹងនៅតែប្រឈមមុខទៅនឹងការកាត់ទោសក្នុងតុលាការស៊ីវិលធម្មតាមិនមែនតុលាការយោធានោះទេហើយប៉ូលីសនឹងត្រូវតែទទួលបន្ទុកស៊ើបអង្កេតពួកគេបានអះអាងដែរថាជនរងគ្រោះនៃការបំពានយោធានៅតែអាចដាក់ពាក្យបណ្ដឹងបាន NCPO បានបង្ហាញភាពត្រឹមត្រូវចំពោះចំណាត់ការថ្មីនេះនិងនិយាយថាប្រទេសថៃមិនមានមន្ត្រីប៉ូលីសគ្រប់គ្រាន់ប៉ុន្តែបញ្ហានេះត្រូវបានប្រឈមព្រោះប្រទេសថៃមានប៉ូលីសប្រហែល 23,000 នាក់ដែលស្មើនឹង 17% នៃកម្មកររដ្ឋាភិបាលស៊ីវិលទាំងអស់នោះគឺជាមន្ត្រីប៉ូលីសប្រហែលជា 344 នាក់សម្រាប់មនុស្ស 100,000 នាក់ក្នុងប្រទេសថៃផងដែរនេះជាសមាមាត្រខ្ពស់ជាង
ប្រទេសជិតខាងដូចជាមីយ៉ាន់ម៉ា ហ្វីលីពីន ហើយគៀកទៅនឹងសហរដ្ឋអាមេរិកផងដែរទោះបីជាមានការពន្យល់របស់រដ្ឋាភិបាលក៏ដោយទង្វើនេះត្រូវបានថ្កោលទោសអន្តរជាតិកាលពីថ្ងៃទី5 ខែមេសាឆ្នាំ2016អង្គការសិទ្ធិមនុស្សចំនួន6រួមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្សអង្គការលើកលែងទោសអន្តរជាតិនិងគណៈកម្មាធិការអ្នកច្បាប់អន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រួមមួយប្រឆាំងបទបញ្ជានេះយ៉ាងខ្លាំងពួកគេបានប្រមានថាវាអាចនាំឲ្យមានការលុបបំពានដែលមិនត្រូវបានត្រួតពិនិត្យនិងធ្វើឲ្យរដ្ឋាភិបាលធិបតេយ្យក្នុងប្រទេសថៃចុះខ្សោយផងដែរទាំងអស់នេះគឺជារឿងខ្មៅងងឹតរបស់យោធាថៃប៉ូលីសថៃនិងមន្ត្រីថៃតែបងប្អូនគិតយ៉ាងណាដែរអំពីវីដេអូមួយនេះអាច comment នៅក្រោមវីដេអូនៅខាងក្រោមបានបើសិនជាបងប្អូនមានប្រធានបទណាចង់ឲ្យខ្ញុំនិយាយអាច comment ជាប្រធានបទនៅក្រោម comment មួយនេះបានខ្ញុំនឹងធ្វើការស្រាវជ្រាវបន្ថែមទៀតដើម្បីធ្វើការបកស្រាយជូនផងដែរហើយបងប្អូនសូមជួយ subscribe នៅ YouTube channel មួយនេះផងដើម្បីបានវីដេអូថ្មីៗបន្ថែមទៀតអរគុណច្រើនសូមឲ្យសុខសប្បាយគ្រប់ក្រុមគ្រួសារ